នៅក្នុងភាពស្ងប់ស្ងាត់នៃជួរភ្នំពេលវេលាបានចេះតែដើរទៅមុខឥតឈប់ឈររដូវរងាបានចូលមកដល់នាំយកព្រៅធ្លាក់យ៉ាងក្រាស់គ្រប់ដណ្ដប់លើដំបូលអគារប៉ុន្តែមិនយូរប៉ុន្មានដំណក់ទឹកក៏ចាប់ផ្ដើមរលាយស្រកចុះមកដីវិញបញ្ជាក់ថាយុគសម័យថ្មីបានចូលមកដល់ហើយពីរដូវកាលនៃផ្កាមេហួរបានកន្លងផុតទៅយ៉ាងលឿនដំណក់ទឹកសន្សើមបានធ្លាក់មកលើត្រួយផ្កាឬសូរសំឡេងផ្លប់នៅកណ្ដាលទេសភាពដ៏ស្រស់ត្រកាលនោះមានបុរសម្នាក់កំពុងតែឡើងមកកាន់កំពូលភ្នំទាំងហត់គក់ផ្លូវឡើងគឺខ្ពស់ចោតខ្លាំងណាស់ធ្វើឲ្យគាត់ហត់សឹងដាច់ខ្យល់គាត់ដកដង្ហើមធំហើយនិយាយថានេះប្រកាសជាកន្លែងនឹងហើយទីបំផុតខ្ញុំមកដល់ហើយគ្រាន់តែញើបមុខឡើងភ្លាមគាត់បើកភ្នែកធំដោយការភ្ញាក់ផ្អើលគាត់លេបទឹកមាត់ក្អើកហើយគិតក្នុងចិត្តថាខ្ញុំស្ទើរតែមិនជឿនឹងពាក្យចាំអារ៉ាមដែលថាសាលាហ៊ូសានបានផ្លាស់ប្ដូរតាំងពី2ឆ្នាំមុនប៉ុន្តែពេលបានឃើញខ្លងទ្វារនេះផ្ទាល់ភ្នែកទើបខ្ញុំដឹងថាវាជាការពិតព្រោះខ្លងទ្វារសាលាហ៊ូសានដែលខ្ញុំធ្លាប់ស្គាល់ពីមុនមិនដែលធំស្កឹមស្កៃបែបនេះទេបន្ទាប់មកបុរសម្នាក់នោះបោះជំហានឡើងកម្មចិន្តាថ្មទាំងអារម្មណ៍មិនស្រួលគាត់បាននិយាយខ្សឹបថាលោកឪពុកសង្ឃឹមថាលោកសម្រេចចិត្តត្រូវចុះដែលបញ្ជូនខ្ញុំមកទីនេះគាត់ងាកទៅមើលផ្លូវភ្នំដ៏សែនខ្ពស់ចោតដែលគាត់ទើបតែឡើងរួចគិតក្នុងចិត្តទាំងភ័យថាចាំបន្តិចមើលបើសិនជាគេមិនបើកទ្វារទេមានន័យថាខ្ញុំត្រូវចុះទៅក្រោមវិញហើយឡើងភ្នំដនរកនេះម្ដងទៀតនៅថ្ងៃស្អែកមែនទេមិនអាចទេរឿងបែបនេះមិនអាចកើតឡើងជាដាច់ខាតមកដល់មុខទ្វារគាត់សម្រេចចិត្តមិនរងចាំយូរលើកដៃគោះទ្វារយ៉ាងខ្លាំងផាំងផាំងផាំងសួស្ដីមានអ្នកនៅទេប៉ុន្តែអ្វីដែលតបមកវិញគឺមានតែភាពស្ងប់ស្ងាត់និងសំឡេងខ្យល់បក់វូគាត់ឈរមើលទៅក្រោមទាំងឆ្ងល់ថាចម្លែកណាស់ស្ងាត់បែបនេះប្រកាសជាមានអ្នកឲ្យខ្ញុំហៅហើយដោយអស់កម្លាំងចិត្តគាត់ក៏សម្រេចចិត្តស្រែកហៅម្ដងទៀតឲ្យខ្លាំងជាងមុនខ្ញុំគឺជាអ្នកដំណើរមកសុំជួបម្ចាស់បាក់ហ៊ូសានផាំងផាំងផាំងទីបំផុតសំណាងល្អណាស់សំឡេងកន្លេសទ្វារក៏បើកឡើងក្រិចទ្វារបានរុញបើកហើយបរិសសង្ហាម្នាក់បានចេញមកសួរថាតើលោកជាអ្នកណាបុរសម្នាក់នោះឆ្លើយទាំងអស់ថាខ្ញុំមកសុំជួបម្ចាស់បាក់ហ៊ូសានប៉ុន្តែចម្លើយដែលទទួលបានគឺត្រជាក់ស្រេបអ្នកខាងក្នុងតុវិញថាសុំទោសផងថ្ងៃនេះពួកយើងមិនទទួលភ្ញៀវទេសូមអញ្ជើញមកម្ដងទៀតនៅថ្ងៃស្អែកចុះបុរសម្នាក់នោះបើកភ្នែកធំហើយស្រែកថាម៉េចឲ្យមកស្អែកឃើញអ្នកខាងក្នុងបំរុងនឹងបិទទ្វារបុរសម្នាក់នោះភ័យស្លន់ស្លោក៏ស្រែកខាត់ភ្លាមថាឈប់សិនខ្ញុំមិនមែនជាអ្នកក្រៅទេខ្ញុំដឹងថាវាជាកំហុសរបស់ខ្ញុំដែលឡើងមកទីនេះដោយមិនបានប្រាប់ដំណឹងជាមុនប៉ុន្តែសូមមេត្តាជួយប្រាប់ដំណឹងដល់ថ្នាក់ដឹកនាំផងបានទេសាលាហ្វាយ៉ុងរបស់យើងកំពុងតែជួបទុកធំហើយអ្នកខាងក្នុងមានទឹកមុខអាណិតអាសូរប៉ុន្តែនៅតែក្រវីក្បាលហើយតបថាខ្ញុំពិតជាចង់ជួយណាស់ប៉ុន្តែច្បាប់គឺច្បាប់ថ្ងៃនេះយើងមិនអនុញ្ញាតឲ្យអ្នកក្រៅចូលទេដោយអស់ជំរឿបុរសម្នាក់នោះសម្រេចចិត្តដោះបង្វិចចេញពីស្មាហើយបែរខ្នងបង្ហាញអាវរបស់ខ្លួនភ្លាមគាត់ស្រែកយ៉ាងខ្លាំងថាខ្ញុំឈ្មោះវីសូហែងមកពីសាលាហ្វាយ៉ុងដែលជាសាខារបស់សាលាហ៊ូសានគ្រាន់តែឃើញរូបសញ្ញាផ្កាមេហួរនៅលើខ្នងអាវភ្លាមបុរសង្ហាម្នាក់នោះបើកភ្នែកធំដោយការភ្ញាក់ផ្អើលហើយសួរថាហាសាលាហ្វាយ៉ុងចឹងមានន័យថាលោកគឺជាសិស្សបាក់ដែលជាសាខារបស់ហ៊ូសានមែនទេមួយសន្ទុះក្រោយមកនៅឯខាងក្នុងសាលានោះវិញសំឡេងសៃកងរំពងបានបន្លឺឡើងហាខ្ញុំយល់ហើយតែឯងដឹងទេថាសាលាហ្វាយ៉ុងគឺជាសាខាតែមួយគត់ដែលនៅតែបន្តផ្ញើលុយមកឲ្យយើងអស់រយៈពេល30ឆ្នាំមកនេះលោកព្រឹទ្ធាចារ្យហេរ៉ាញ់វត្ថុញឹមស្ញែងរហូតដល់លៀនភ្នែកសម្លឹងមើលទៅវីសូហែងហាក់ដូចជាកំពុងសម្លឹងមើលដុំមាសគាត់និយាយទាំងទឹកមុខរាក់ទាក់ហួសហេតុថាកុំបារម្ភអីក្មួយប្រុសក្នុងនាមជាមិត្តភក្តិដ៏មានប្រយោជន៍ឯងមិនមែនទេក្នុងនាមជាមិត្តភក្តិដ៏ស្មោះត្រង់របស់ហ៊ូសានយើងនឹងជួយឯងឲ្យអស់ពីសមត្ថភាពវីសូហែងអង្គុយបែកញើសតក់គាត់ឆ្ងល់ក្នុងចិត្តថាអំបញ្ញមិញគេដេញខ្ញុំសោះមិនក៏ឥឡូវបដូរមកទទួលរាក់ទាក់លឿនម្លេះគ្រាន់តែដឹងថាភ្ញៀវម្នាក់នេះជាអ្នកផ្ញើលុយឲ្យបាក់ភ្លាមអេរិយាបថរបស់ជុនយ៉ុងក៏ផ្លាស់ប្ដូរ180ដឺក្រេគាត់សម្លឹងមើលទៅវីសូហែងទាំងកែវភ្នែកស្រេកឃ្លានដូចឃើញដុំមាសហើយបំរុងនឹងនិយាយពាក្យផ្អែមល្ហែមទៅហើយប៉ុន្តែមិនទាន់បានប៉ុន្មានផងសម្លេងក្អកក៏បន្លឺឡើងអាហែមលោកម្ចាស់បាក់ជុនចុងកំពុងអង្គុយសម្លឹងមើលមកគាត់ដោយកែវភ្នែកពិបាកយល់ហាក់ដូចជាចង់និយាយថាលោកឯងឈប់ធ្វើចរិតល្មមភ្លុយបន្តិចបានទេខ្មាស់គេណាស់បន្ទាប់មកលោកម្ចាស់បាក់ជុនចុងក៏សួរទៅកាន់វីសូហែងយ៉ាងទន់ភ្លន់ថាកុំភ័យអីក្មួយប្រុសតើមានរឿងអ្វីកើតឡើងចំពោះសាលាហ្វាយ៉ុងទើបបានជាឪពុកក្មួយបញ្ជូនក្មួយមកដល់ទីនេះវីសូហែងឆ្លើយទាំងទឹកមុខព្រួយបារម្ភថាគោរពលោកម្ចាស់បាក់សាលារបស់យើងកំពុងជួបវិបត្តិធំមិនទាន់ទាំងនិយាយចប់ស្រួលបួលផងលោកព្រឹទ្ធាចារ្យហេរ៉ាញ់វត្ថុក៏លោកមាត់កាត់ភ្លាមប្រហែលជាសាលាក្មួយខ្វះខាតលុយកាក់មែនទេបើចឹងយើងអាចឲ្យខ្ចីបានណាតែគិតការប្រាក់សំរុំវីសូហែងប្រញាប់បដិសេធថាទេមិនមែនរឿងលុយទេអ្វីដែលពួកយើងត្រូវការនៅពេលនេះគឺមិនមែនលុយឬក៏កងទ័ពជំនួយទេប៉ុន្តែគឺមនុស្សម្នាក់ពួកយើងត្រូវការឈុងមយងគ្រាន់តែឈ្មោះនេះភ្លាមចាស់ទុំទាំងពីរនាក់ភ្ញាក់ព្រឹតបើកភ្នែកធំសឹងតែធ្លាក់ចេញពីកៅអីវីសូហែងបានចាប់ផ្ដើមរៀបរាប់ដំណើររឿងទាំងទឹកមុខជឿចាប់ថាសូមអនុញ្ញាតលោកម្ចាស់បាក់រឿងរ៉ាវទាំងអស់ចាប់ផ្ដើមនៅពេលដែរសាលាគុនថ្មីមួយឈ្មោះថាសាលាជុងដូបានមកបើកនៅទល់មុខសាលារបស់យើងតែម្ដងសាលាជុងដូនេះមិនមែនជាសាលាធម្មតាទេពួកគេគឺជាសាខារបស់សាលាវូដាងដ៏ល្បីល្បាញប៉ុន្តែនៅពេលនោះមិនសូវមានអ្នកចូលរៀនជាមួយពួកគេទេដោយសារតែអ្នកស្រុកនៅទីនោះគេគោរពស្រឡាញ់សាលាហ្វាយ៉ុងរបស់យើងខ្លាំងជាងដោយសារតែមិនសូវមានសិស្សពួកជុងដូក៏ចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្ត្រដោយងាកមកវាយប្រហារសាលាហ្វាយ៉ុងយើងចំតែម្ដងប៉ុន្តែលទ្ធផលគឺឆ្វាច់លោកឪពុកត្រូវបានគេកាប់ឲ្យរបួសយ៉ាងធ្ងន់ធ្ងរបើសិនជាពួកគេបញ្ចប់ត្រឹមនឹងវាគ្មានបញ្ហាទេប៉ុន្តែគោលបំណងពិតរបស់សាលាជុងដូគឺចង់បណ្ដេញពួកយើងចេញពីទីក្រុងណានយ៉ាងឲ្យតតែបានហើយដំណឹងចុងក្រោយដែលធ្វើឲ្យខ្ញុំត្រូវរត់មកទីនេះគឺពួកយើងទទួលបានដំណឹងថាពួកវាបានស្នើសុំជំនួយពីសាលាវូដាងដែលជាបាក់ធំរបស់ពួកវាហើយ